បាត់ដាច់ហ្នឹងទៅពូតពូតបាត់ខ្ញុំអត់ត្រង់អត់ជីគេដល់អ្វីទេបាត់ទៅអត់ទៅទៅបាត់ទៅพี่เปียกผมไปมือร้านหนอมือร้านส้มไหมส้มนะส้มตัดได้บอกเมย์นี่họ sớmเปียกได้rồi sắc khung đâu họ sẽ là con kênh đi này đi vào ở đâu mấy kia nó là bay dịch mấy con cặp mấy con là góc của kho nhân cái chỗពិសិដ្ឋតែថ្ងៃយើងប្រមូលផលបាទនេះគឺជាខ្មុំទឹកខ្មុំរបស់យើងជាកសិករយើងបងប្អូនមិនបងប្អូនជាថាទឹកខ្មុំចិញ្ចឹមទឹកខ្មុំល្អគឺទឹកខ្មុំចិញ្ចឹមល្អសុទ្ធនេះបងប្អូនអូខ្លាំងណាស់បងប្អូនបងប្អូនមើលនេះសុទ្ធល្អ 100% បងប្អូនទឹកខ្ញុំយើងណាខាប់ល្អណាស់បងប្អូនអាចជាវបាននៅកសិដ្ឋានយើងខ្ញុំបានបងប្អូនអាចតំណងតាមเพจឬក៏តាមឆាតបានបងប្អូនគឺទឹកខ្ញុំកម្ពុជាយើងគឺ 100% តែម្ដងបងប្អូនអត់មានលាយអ្វីផ្សេងទេបងប្អូនមើលទីតាំងរបស់យើងគឺចំការកស៊ូគឺចំការកស៊ូគឺទឹកដមកស៊ូចំការកើគឺទឹកដមកើបងប្អូនហើយចំពោះការទឹកដមកស៊ូនេះផងដែរមិនមែនថាទឹកដមវានៅផ្កាទេបងប្អូនគឺនៅនឹងស្លឹកទេបងប្អូនគឺកស៊ូនៅស្លឹកទេបងប្អូនកុំជឿច្រឡំថាផ្កាកស៊ូហេតុអីវារីក
តែមួយផ្លេតទេខែនេះវាអស់ហើយក៏កាប៉ាត់គឺទឹកដុំនៅនឹងតងស្លឹកដែលចិត្តចាស់អញ្ចឹងគឺទឹកដុំក៏ធ្វើឲ្យចេញល្អទឹកដុំចេញល្អមែនតើបងប្អូនហើយសម្បូរតែបើសិនស្លឹកវានៅខ្ចីគឺមិនទាន់ចេញទឹកដុំទេបងប្អូនទឹកដុំបានភាគតិចបំផុតក្រុមការងារកំពុងតែវាល្បីបងប្អូនកំពុងតែប្រមូលផលចាប់ដើមប្រមូលផលបដើនៅនេះហើយបាទឥឡូវនេះទឹកឃ្មុំយើងគឺចាប់ផ្ដើមប្រមូលផលហើយគឺទឹកឃ្មុំធម្មជាតិពិតមិនមែនថាទឹកឃ្មុំចិញ្ចឹមគឺមិនមែនដាក់ទឹកស្ករទឹកអីឲ្យវាស៊ីទេបងប្អូនមើលនេះគឺជាទឹកឃ្មុំពិតបងប្អូនត្រូវការទឹកឃ្មុំអាចមកជាវនៅកសិដ្ឋានបានបងប្អូននេះគឺយើងប្រមូលផលពិតតែម្ដងបងប្អូនមិនមែនថាទឹកឃ្មុំចិញ្ចឹមគឺទឹកឃ្មុំមិនល្អទេគឺល្អ 100% ល្អលើសទឹកឃ្មុំព្រៃទេបងប្អូនព្រោះថាការប្រមូលផលយើងរក្សានៅសុវត្ថិភាពដល់ប្រជាពលរដ្ឋដល់ជាជនខ្មែរយើងមិនមែនជាតែយកទេបងប្អូនចាក់គឺល្អខាប់ល្អណាស់យើងប្រមូលផលតតែវាខាប់ហើយការចម្រាញ់នេះផងដែរគឺយើងត្រង់ស្អាតបាតមិនមែនពូតដោយដៃដោយដាក់ស្បៃដាក់អីទេបងប្អូនគឺគាត់ត្រង់យើងអានេះគាត់ត្រង់ពី3តង់បងប្អូនលើស្បៃនេះមួយទៀតគឺរក្សាសុវត្ថិភាពមិនឲ្យមានកំទេចកំទីចូលទេបងប្អូននេះការប្រមូលផលរបស់យើងហើយមកដល់នេះផងដែរយើងច្រកចូលកាសហើយយើងច្រោះយើងត្រង់មកតាមទៀតបងប្អូនហើយនៅពេលដែលយើងច្រកចូលដបយកទៅលក់អានឹងយើងចម្រោះម្ដងទៀតបងប្អូននេះគឺការប្រមូលផលនៅទឹកឃ្មុំចំការកស៊ូបងប្អូនចំការកស៊ូក៏ដោយចំការកោក៏ដោយគឺទឹកឃ្មុំយើងគឺល្អសុទ្ធ 100% បងប្អូនឥឡូវសួរថាឃ្មុំយើងច្រើនទេបើសិនយើងដាក់ស្ករឬក៏ដាក់នៅទឹកអ្វីផ្សេងតើសួរថាយើងមួយថ្ងៃយើងត្រូវចំណាយអស់ប្រហែលបងប្អូនយើងត្រូវអស់ចំណាយច្រើនណាស់គឺមិនមែន 4-10 ទូណាបងប្អូនរាប់រយទូបងប្អូនហើយក្នុងស្ករ1គីឡូយើងកែច្នៃមិនឲ្យបានទឹកឃ្មុំ1លីត្រអត់បានទេបងប្អូនមុំយើងដាក់ទឹកដាក់អីមុំលាយឲ្យវាទៅស៊ីគឺអត់បានទេបងប្អូនមានតែទឹកដមធម្មជាតិបងប្អូននេះគឺជាចំការកស៊ូដែលយើងយកមកដាក់បាទសូមអរគុណបងប្អូនសូមជម្រាបលាបងប្អូនទៅឃ្មុំដឹងទេ